សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនឹងខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍នៃផ្លែល្ពៅសូមបងប្អូនជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗល្ពៅមានអត្ថប្រយោជន៍ល្អច្រើនសម្រាប់សុខភាពព្រោះសម្បូរទៅដោយវីតាមីននិងជាតិសរសៃជួយបំប៉នភ្នែកមានវីតាមីន A និងបេតាការ៉ូទីនខ្ពស់ជួយថែរក្សាការមើលឃើញជួយពង្រឹងប្រព័ន្ធភាពស៊ាំនិងមានវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មជួយរំលាយអាហារជាតិសរសៃក្នុងល្ពៅជួយកាត់បន្ថយការទល់លាមកជួយគ្រប់គ្រងទម្ងន់កាឡូរីទាបតែឆ្អែតយូរជួយសុខភាពបេះដូងមានប៉ូតាស្យូមដែលអាចជួយគ្រប់គ្រងសម្ពាធឈាមជួយថែស្បែកសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយការពារស្បែកពីភាពចាស់គ្រាប់ល្ពៅក៏មានប្រយោជន៍មានប្រូតេអ៊ីនម៉ាញ៉េស្យូមនិងខ្លាញ់ល្អអ្នកអាចញ៉ាំល្ពៅដោយស្ងោរចំហុយធ្វើបបរស៊ុបឬបង្អែមតែគួរញ៉ាំក្នុងបរិមាណសមរម្យជាពិសេសបង្អែមល្ពៅដែលមានស្ករច្រើនសូមអរគុណបងប្អូនសម្រាប់ការតាមដានស្ដាប់ពីដើមដល់ចប់សូមបងប្អូនជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ